ចឹងយើងត្រូវដូរពាក្យ layer ត្រង់នេះទៅជាពាក្យថា layer 1 បាទអត់ចឹងគាត់ដាក់ពណ៌មកវាចាប់អត់ឃើញពណ៌ស្តៀងអត់ស្រួលទេចឹងគោលដៅរបស់យើងចង់ឲ្យរូបមួយនេះឲ្យដូចពណ៌មួយនេះបើធម្មតាយើងចូល adjustment សេរីញ៉ៃញ៉ៃអត់រាប់បានដូចជួរណាចឹងយើងអាចបាច់ចាំប្របាក់ទៅអង្គុយសេរីច្រើនទេយើងគ្រាន់តែឈើលើ background ហ្នឹងមកបន្តមកយើងចូលទៅ image ទៅ adjustment ហើយយើងយកពាក្យមួយឈ្មោះថា match color ចឹងយើងគ្រាន់តែចុចលើពាក្យ match color ហ្នឹងមកបន្តមកកន្លែងហ្នឹង option មានច្រើនប៉ុន្តែកុំអានខ្វល់បើយើងត្រូវខ្វល់គឺកន្លែង source ជាធម្មតាវាជាប់ពាក្យ none ចឹងយើងដាក់វាទៅជាឈ្មោះរូបថតរបស់យើងចឹងរូបថតមុខរោមជារូបរបស់យើងដើមចឹងយករូបថតមុខរោមនឹងមកហើយកន្លែង layer នេះគឺយើងដាក់ background អត់ត្រូវទេព្រោះ background ស្មើនឹងរូបយើងដដែលតើណាអញ្ចឹងយើងត្រូវដូរពាក្យ layer ត្រង់នេះទៅជាពាក្យថា layer 1 layer 1គឺ layer copy មកមិញនេះតើណាចឹងគាត់ដាក់ពណ៌មកវាចាប់អត់ឃើញពណ៌ស្តៀងអត់ស្រួលទេបន្តមកនេះយើងឃើញថាវាចង្ការវាមកដែរបើវាជ្រុលគ្នាអត់ដោយសារតែកាមេរ៉ាយើងនិងកាមេរ៉ាគេអាចពលឺខុសពីតាមខុសគ្នាជាដើមហ្នឹងណាចឹងនៅក្នុងនោះយើងអាចមាន option ច្រើនដូចជា image option គឺជាកន្លែងធ្វើការសេរីបាទ luminance នេះគឺអាចសេរីពលឺវាបន្ថែមតម្លាក់ពលឺទៅឡើងពលឺបានណាហើយចំពោះ color intensity គឺតកតនឹងកម្រិតនៃភាពភ្លឺនៃពណ៌របស់យើងមើលទៅឃើញលឿងជ្រុលឬក៏ស្ទើរយើងអាចសេរីកន្លែង color density នឹងបានណាឃើញសេរីបានណាពណ៌លឿងនោះណាហើយនៅខាងក្រោមតកតង fade នេះមានន័យថាពណ៌មកគឺដាក់មកចលងពណ៌មកគឺរៀងកម្ៅហើយចឹងយើងអាចសេរីពណ៌ដកវិញបន្តិចបានចឹងពណ៌យើងរៀងសអត់ណាប្រើឃើញមុខយើងរៀង smooth ជាងមុនអត់ទេយើងដុតជាងមុនទេបាទហើយពណ៌យើងស្តៀងរបស់គេដែរដល់ប៉ុណ្ណឹងហើយនៅកន្លែងនេះ net serial គឺជារូបដើមរបស់យើងចឹងយើងចង់មើលរូបយើងមើលនេះគឺខុសគ្នាអត់ទេឃើញអត់បាទវាខុសគ្នាបន្តិចដែរចឹងតោះណាប៉ុណ្ណឹងហើយយើងគិតថាប៉ុណ្ណឹងស្អាតហើយយើងគាត់ថាអូខេមកហើយយើងបិទផ្ទៃរបស់គេចោលទៅរូបរបស់យើងហ្មងបាទចឹងតែកិច្ចការហ្នឹងវាអញ្ចឹងណាចឹងតែតើនៅវីដេអូនេះគឺមានប៉ុណ្្នឹងឯងបងប្អូនយើងអាចសាក testing មើលទៅ